ប្រាប់ហើយថាកុំប្រៀបធៀបប្រយ័ត្នជាប់រាសាដោយអាន់ស៊ូហ្វាទីបាទបន្ទាប់ពីឃើញបាទការបង្ហាញតម្រង់លេងដ៏អស្ចារ្យរបស់កីឡាករឡាមីនយ៉ាម៉ាល់នៅក្នុងពានរង្វាន់ UEFA Champions League តទល់ជាមួយនឹងក្រុម Inter Milan នៅពេលនេះម្ចាស់សហបាទក្លឹប Inter Miami គឺលោក David Beckham គាត់បានអះអាងថាកីឡាករឡាមីនយ៉ាម៉ាល់នាថ្ងៃអនាគតអាចនឹងមានសមត្ថភាពប្រហាក់ប្រហែលជាមួយនឹងកីឡាករ Lionel Messi David Beckham ដែលជាសហម្ចាស់ក្លឹប Inter Miami គាត់ជឿជាក់ 100% តែម្ដងថាកីឡាករឡាមីនយ៉ាម៉ាល់អាចនឹងមានថ្ងៃល្អដោយកីឡាករ Lionel Messi នៅពេលណាមួយខណៈដែលខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអេស្ប៉ាញរូបនេះគឺគាត់តែងតែធ្វើបានល្អតាំងពីរដូវកាលមុនបាទចាស់ស្ដែងមកជាមួយនឹងក្រុមលេងបន AC Barcelona នៅក្នុងរដូវកាលនេះកាន់តែល្អពីមួយកម្រិតទៅមួយកម្រិតទៀតជាការពិតខ្លាំងណាស់បងប្អូនកូនក្មួយទាំងអស់គ្នាបាទសម្រាប់កីឡាករឡាមីនយ៉ាម៉ាល់ឥឡូវនេះគឺជាផ្នែកមួយដែលមិនអាចខ្វះបានទាល់តែសោះបាទសម្រាប់លោក Hansi Flick ហើយមែនតើគឺគាត់អាចរកគ្រាប់បាល់បានរហូតដល់ទៅ15គ្រាប់បញ្ជូនបាល់បាន24ដងក្នុងការបង្ហាញខ្លួន51ប្រកួតឲ្យក្រុមមួយនេះនៅក្នុងរដូវកាលឆ្នាំ2024-2025ស្របពេលដែលកីឡាករវ័យ17ឆ្នាំរូបនេះគឺបានឈ្នះពានរង្វាន់ Copa del Rey បាទ Super Cup រួចទៅហើយក្រុមនៃមានបនក៏កំពុងតែប្រជែងពាន La Liga ជាមួយនឹងក្រុម Atletico Real Madrid ផងដែរយ៉ាងណាមិញសម្រាប់ការខិតខំប្រឹងប្រែងបាននឹងការបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនៅក្នុងរដូវកាលនេះឲ្យក្រុមនៃមានបន AC Barcelona កីឡាករឡាមីនយ៉ាម៉ាល់ត្រូវបានគេមើលឃើញរួចទៅហើយថាគាត់គឺមិនអាចខ្វះបានទេបាទជាពិសេសគឺត្រូវបានគេយកទៅប្រៀបធៀបគ្នាជាមួយនឹងវីរបុរសរបស់ក្លឹបគឺកីឡាករ Lionel Messi មួយវិញទៀតបាទតាមរយៈ The Mirror បាទអតីតខ្សែបម្រើស្រាប់របស់ក្រុមបិសាចក្រហម Manchester United គឺលោក David Beckham គាត់បានលើកឡើងយ៉ាងដូចនេះថាអ្នកបានឃើញពីរបៀបដែលគាត់លេងហើយបាទនៅអាយុ17ឆ្នាំបាទគាត់ធ្វើរឿងដែលគាត់កំពុងធ្វើនៅលើទីលានមែនតើទៅបាទរៀងរាល់20ទៅ30ឆ្នាំទើបយើងបានឃើញកីឡាករបែបនេះឬក៏យូរជាងនេះទៅទៀតគាត់គឺជាកីឡាករដំបូងដែលមានអ្នកមើលច្រើនជាងគេបំផុតហើយអ្នកអាចប៉ុន្តែខ្ញុំចង់មានន័យថាអ្នកមិនអាចយកគាត់ទៅប្រៀបធៀបជាមួយនឹងកីឡាករ Lionel Messi បានទេប៉ុន្តែសម្រាប់គំនិតរបស់ខ្ញុំនៅថ្ងៃអនាគតបាទគាត់នឹងអាចមានសមត្ថភាពប្រហាក់ប្រហែលនឹងកីឡាករ Lionel Messi ជាមិនខានបានចឹងនេះគឺជាការលើកឡើងពីសំណាក់លោក David Beckham អំពីទម្រង់លេងដ៏អស្ចារ្យរបស់កីឡាករឡាមីនយ៉ាម៉ាល់នៅក្នុងរដូវកាលឆ្នាំ2024-2025នេះគូបញ្ជាក់បានថាកិច្ចសន្យារបស់កីឡាករសញ្ជាតិស្ប៉ាញរូបនេះជាមួយនឹងក្រុមនៃមានបន AC Barcelona នឹងត្រូវផុតកំណត់នៅឆ្នាំ2026ប៉ុន្តែគាត់ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅពេលដែលគាត់មានអាយុ18ឆ្នាំនារដូវក្តៅនេះអរគុណបងប្អូនបាទសម្រាប់ការតាមដានទស្សនាព័ត៌មានមួយនេះរបស់ខ្ញុំបាទកូនបាស៊ីជួបគ្នានៅព័ត៌មានកីឡាក្រោយៗទៀតសម្រាប់បងប្អូនដែលចង់បាទទស្សនាការប្រកួតដែលអត្ថាធិប្បាយដោយខ្ញុំកុំភ្លេច join ក្រុម Telegram ដែលខ្ញុំបាទបានដាក់នៅ description ក៏ដូចជានៅក្នុង comment នៃវីដេអូនេះតែម្ដង